សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះចង់ញ៉ាំសម្លសម្លក់បែបអ្នកបាត់ដំបងត្រូវនឹងមានបន្លែខ្ចីៗហើយសល់ត្រីអាំងមួយកណាត់ទៀតក៏មកស្លចែកជូនបងប្អូនទាំងអស់គ្នាទស្សនាតែម្ដងតោះយើងទៅមើលពីវិធីធ្វើទាំងអស់គ្នាជាដំបូងហ្នឹងពេលដែលយើងដាក់ដាំទឹកយើងត្រូវដំខ្ជាយហើយនឹងញីស្លឹកគ្រៃបង់នៅពេលដែលទឹកពុះហើយយើងចាប់ផ្ដើមជ្រុំប្រហុកបង់វាចូលអញ្ចឹងណាបងប្អូនហើយនឹងដាក់សាច់ត្រីដែលយើងបានបេះហើយត្រីអាំងហ្នឹងយើងដាក់បញ្ចូលទៅហើយបន្តមកយើងដាក់បន្លែណាដែលរឹងហ្នឹងចូលមុនដូចជាល្ពៅអីចឹងទៅនៅពេលដែលពុះហើយយើងចាប់ផ្ដើមដាក់គ្រឿងបងប្អូនមានអំបិលប៊ីចេងស្ករអីចឹងទៅដាក់តាមចំណង់ចំណូលចិត្តចឹងណាហើយបន្តមកខ្ញុំបង់ល្ហុងក្តឹបអាឡឹកស្លឹកបាសបន្តមកយើងដាក់វាឲ្យមកពុះសិនណាបងប្អូនយើងបង់មកពុះហើយយើងបង់ស្អំហើយនឹងផ្សិតច្បាំងតាមក្រោយហើយនឹងចុងក្រោយរបស់អស់ហ្នឹងគឺយើងបង់ជីប្រហើរអូយឈ្ងុយហ៎បងប្អូនបង់ជីប្រហើរហ្នឹងគឺកាន់តែឈ្ងុយឥឡូវនេះស្លយើងបានឆ្អិនហើយអូយឆ្ងាញ់មែនតើអរគុណច្រើនបងប្អូនកុំភ្លេចសាកល្បងធ្វើញ៉ាំទាំងអស់គ្នាបាយបាយជួបគ្នានៅវីដេអូក្រោយៗទៀត